ស្មានមិនដល់ក្មេងទាំងនេះនៅតូចប៉ុណ្ណឹងសោះក៏គ្មានប៉ាទៅហើយឯងប្រកាសជាហត់នឿយហើយអ្នកមេងខ្ញុំមិនហត់ទេអាចនៅជាមួយកូនមើលពួកគេធំបន្តិចម្ដងខ្ញុំមានសុភមង្គលណាស់ឯងនេះពិតជាស្រីល្អមែនបើបានធ្វើកូនប្រសាខ្ញុំមិនដឹងល្អយ៉ាងណាទេឯងធ្លាប់គិតទេថារកបុរសម្នាក់រស់នៅជាមួយគ្នាអ្នកមេងឥឡូវនេះខ្ញុំរស់នៅសុខសប្បាយទេមានមនុស្សប្រុសជួយគឺល្អជាងណែខ្ញុំរកកំឡោះម្នាក់ឲ្យឯងស្គាល់គ្នាបន្តិចទៅគេជាណាគឺជាសាច់ញាតិអ្នកជំងឺដែរទៅជួយសញ្ញេបន្តិចមកអ្នកមីងអ្នកផ្ទះអ្នកមីងមិនតាន់មកដល់ទេខ្ញុំទៅជួយសញ្ញេមុនចុះពួកឯងនៅទីនេះកំដរលោកយាយណាល្អម៉ាមីនាំខ្ញុំទៅតែងលោកពូសង្ហាមែនគឺដេដឌីមិនក៏មានក្មេង3នាក់ម៉ាក់យ៉ាងម៉េចហើយត្រូវឯងធ្វើខឹងហ្នឹងទុកចិត្តចោះមិនតាន់ស្លាប់ទេមុនពេលបានចៅមកពោខ្ញុំមិនទៅណាដាច់ខាតលោកយាយម្នាក់នេះគឺជាម៉ាមីរបស់ដេដឌីចៃដន្យពេកហើយមាត់តែងប្រយ័ត្នបន្តិចកុំធ្វើឲ្យបាច់ភ្លីក្មេងទាំង3នាក់នេះគឺជារឿងយ៉ាងម៉េចវិញគឺក្មេង3នាក់នេះហើយគេជួយខ្ញុំការពិនចឹងទេដេដឌីឯងហៅខ្ញុំថាម៉េចលោកអាចធ្វើជាដេដឌីខ្ញុំបានទេហេតុអីឲ្យខ្ញុំធ្វើជាដេឌីឯងប្រពូមានរូបរាងសង្ហាអញ្ចឹងខ្ញុំធ្វើជាឪពុកឯងយ៉ាងម៉េចដែរម៉ាមីនិយាយថាមុនពេលពួកយើងកើតដេដឌីពួកយើងស្លាប់ហើយនាងដូចជឿអាងចឹងមិនដែលឃើញឪពុកតាំងពីតូចមកជីងកូនមិនអាចធ្វើជាឪពុកយើងបានទេហេតុអីទៅបរោះកាន់តែសង្ហាកាន់តែមិនគួរឲ្យទុកចិត្តខុសទេម៉ាមីនិយាយទៀតថាប្រុសសង្ហាមិនគួរឲ្យទុកចិត្តជាងជ្រូកព្រៃឡើងដាំឈើបានទៀតជីងអញត្រូវភ្ញាក់ខ្លួនបន្តិចកុំឲ្យភាពស្រស់ស្អាតពងពួកភ្នែកសងខាងបានពួកយើងគួរតែត្រូវម៉ាមីទេលោកយាយបាយលោកយាយបាយលោកយាយចាអេឯងឆាប់ទៅតាមពួកគេម៉ាក់គេទៅសញ្ញេថ្លៃពេទ្យឲ្យខ្ញុំហើយឯងទៅចាត់ការទៅបាទឯងត្រូវទៅខ្លួនឯងគេជាអ្នកមានគុណរបស់ម្ដាយឯងជាអ្នកត្រូវអរគុណគេទៅផ្សំណោះខ្ញុំទៅគឺនាងចាំងឈិននាងមកទីនេះធ្វើអីមិនក៏គេមកមិនអាចឲ្យគេឃើញពួកឈិងអើទេនាងមកទីនេះធ្វើអីមិនក៏ខ្ញុំមកមិនបានឬមួយមន្ទីរពេទ្យនេះជារបស់លោកនាងនិយាយត្រូវខ្ញុំមាន